កាលពីចំនួននោះគឺមានសេចក្តីអត្ថាធិប្បាយយំអស់ទឹកភ្នែកយំក៏តែបងវិលមកវិញជាក់ស្ដែងបទស្លឹកឈើចាក់មែកគឺបើសិនជាយើងស្ដាប់ក្នុងនៃបទចម្រៀងគឺជាបទមួយដែលមានន័យធៀបយ៉ាងអញ្ចឹងដើម្បីចង់ដឹងថាប្រវត្តិនៃបទនេះយ៉ាងម៉េចក្នុងកាសែតចម្រៀងមុននឹងស្ដាប់ប្រវត្តិនៃបទនេះបងប្អូនអាចស្ដាប់បទចម្រៀងបន្តិចសម្រាប់បីដឹងថាអត្ថន័យនៃចម្រៀងវាពីរោះយ៉ាងណាអញ្ចឹងចេញក្បាលបទចម្រៀងខ្ញុំគិតថាអ្នកទាំងអស់គ្នាអាចនឹងធ្លាប់ច្រៀងហើយលឹងឈើយោផាន់លើបងរវិចហាងដូចជាចាំមិនភ្លេចចាំក្នុងចិត្តជុំជានិច្ចពីងពេជ្រសងសារលឹងឈើយោផាន់លើហាងដូចជាលើកដៃបងហៅស្នេហាដែលគ្មានសង្ឃឹមឡើយណាឲ្យផ្សាម្នាក់ឯងយកបងមកខ្លាំងចាំងស្លឹងដាច់ពីមេឃលៀងកណ្ដោយកណ្ដែងរសាត់តាមខ្ញុំម្នាក់ឯងឃើញតែក្តីអស់សង្ឃឹមស្លឹងឈើដាញ់ធ្លាក់មកស្រងញញឹមលួងត្រូវថ្ងៃប្រែជាក្រៀមត្រូវសន្សើមព្រឹកប្រហៀមរលាយបាត់លឿនមានណាបងប្អូនស្ដាប់ហើយជុកចិត្តបទនេះមានចំណងជឿថាស្លឹកឈើចាក់មែកស្លឹកឈើចាក់មែកតើជាបទមានបទមួយឈ្មោះតែស្លឹកឈើទៅទេបាទតែនេះពិតបទនឹងតែមួយទេអញ្ចឹងបាទគាត់ថាបច្ចុប្បន្នគេហៅតែខ្លីតែស្លឹកឈើទៅទេតែពេលស្លឹកឈើនោះវាអត់មានន័យសោះនាមមួយម៉ាត់វាអត់មានកិរិយាសព្ទអត់មានន័យសោះចំណងជើងគេពិតពីដើមស្លឹកឈើចាក់មែកមានន័យថាស្លឹកឈើវាដុះធ្លាក់ជ្រុះធ្លាក់ចេញពីមែកហើយអូដល់ពេលឥឡូវគេហៅខ្លីៗស្លឹងឈើខ្យល់ផាត់លើបោះរវិចហ្នឹងបាទហ្នឹងតែមួយហ្នឹងបាទតែមួយទេហើយដែលបងប្អូនលើកយកមកនៅក្នុងសប្តាហ៍នេះចំពោះបទនេះតើបាទដោយសារយើងខានលើកពីម្ចាស់ស្នាដៃនេះយូរហើយមួយទៀតចង់បង្ហាញពីប្រវត្តិបទនេះឲ្យប្រិយមិត្តបានស្គាល់បាទស្លឹកឈើចាក់មេតាមពិតបទហ្នឹងល្បីនរណាក៏ចេះច្រៀងដែរណាស្លឹកឈើដល់ធៀងលើខ្យល់ផាត់លើបក់រវិចឃើញអតីតមហាក្សត្រម្ដេចឪលោកព្រះអង្គយកមកបកស្រាយដែរបទហ្នឹងបាទបទតាំងពីចំនួនព្រះអង្គទៀមទីឯករាជ្យពីបារាំងម្លេះយូរហើយអញ្ចឹងតែបទដែលយើងស្ដាប់បច្ចុប្បន្ននេះជាបទដែលអ្នកនិពន្ធយើងលើកមកថតនៅចុងទសវត្សរ៍ឆ្នាំ70នៅចិនដាច់លន់ណុលណាបាទតែទីទៀតខ្ញុំបង្ហាញជូនអំពីប្រវត្តិខ្លះនៃបទនេះហើយជាដំបូងសូមបង្ហាញអ្នកចម្រៀងមុនបាទអ្នកចម្រៀងបងប្អូនក៏សត្វដឹងទាំងអស់គ្នាណាគឺជាសម្លេងរបស់អធិរាជសម្លេងមាសស៊ីនស៊ីសមុទ្របាទហើយម្ចាស់ស្នាដៃនិពន្ធនេះគឺជាគ្រូរបស់លោកស៊ីនស៊ីសមុទ្រផ្ទាល់តែម្ដងបងប្អូនស្ដាប់នៅទីនេះប្រកាសជាស្គាល់ហើយនរណាជាគ្រូរបស់លោកស៊ីនស៊ីសមុទ្របាទគឺកវីរៀមច្បងពៅស៊ីផូបាទដែលគាត់ជាម្ចាស់ស្នាដៃនិពន្ធទាំងបទភ្លេងនិងទាំងទំនុកច្រៀងហើយបទនេះគឺត្រូវបានដឹកនាំភ្លេងប្រគំថតជាផ្លូវការដោយលោកហាសឡនបាទនៅឆ្នាំ1974បទនេះថតជាកាសែតពេលថតជាផ្លូវការគឺថតជាកាសែតហើយព្រោះឆ្នាំ74នេះណាហើយបទនេះថតបញ្ចូលនៅក្នុងកាសែតពៅស៊ីផូទី1គាត់ដាក់ឈ្មោះកាសែតរបស់គាត់អញ្ចឹងណាគឺនៅឆ្នាំ1974តាមពិតបទនេះយើងឃើញថាដោយតែខ្ញុំរៀបរាប់នេះគឺថតនៅឆ្នាំ1974ជាផ្លូវការក៏ប៉ុន្តែប្រវត្តិដើមនៃបទស្លឹងឈើចាក់មេឃនេះគឺចាប់កំណើតឡើងតាំងពីទសវត្សរ៍ទី50ម្លេះវ៉ាវបាទកាលដែលលោកស៊ីនស៊ីសមុទ្រចូលច្រៀងដំបូងនៅវិទ្យុជាតិឆ្នាំ
54 បាទ គាត់ចេញច្រៀងឆ្នាំ51តែច្រៀងតាមរោងការរោងបុណ្យអញ្ចឹងណា បាទ ដល់ពេលច្រៀង professional ជាអាជីពអ្នកចម្រៀងតែម្ដងគឺឆ្នាំ53 54ហ្នឹងលោកពៅសិភៅយកលោកស៊ីនស៊ីសមុទ្រទៅបញ្ចូលនៅក្នុងវងភ្លេងវិទ្យុជាតិ បាទ បាទអញ្ចឹងទៅគាត់មានឈ្មោះជាសិល្បករចម្រៀងពីឆ្នាំ53 54ហ្នឹងមកជាលក្ខណៈអាជីពហើយពេលហ្នឹងដែរលោកពៅសិភៅជារៀមច្បងកវីនិពន្ធមុនគេនឹងតែងចម្រៀងឲ្យគាត់ច្រៀងច្រើនដូចជាបទចុងស្រល់ បាទ បាទចុងស្រល់បកទៅអេនមកហ្នឹងណាហើយមានបទមួយទៀតផ្កាកុលាបសហ្នឹងក៏តាំងពីទសវត្សរ៍ទី50ដែរហើយស្លឹកឈើចាក់មេក៏ដូចនេះដែរគឺលោកពៅសិភៅនិពន្ធតាំងពីពាក់កណ្ដាលទសវត្សរ៍ទី50ម្លេះ បាទ បាទឆ្នាំ54 55ហ្នឹងក៏ប៉ុន្តែពេលហ្នឹងចម្រៀងខ្មែរយើងអត់មានឧបករណ៍ថត បាទ នៅដូចខ្ញុំធ្លាប់លើកឡើងអញ្ចឹងគេថតពេលនេះតែច្រៀងដាក់ព្យុជាតិគឺប្រគំលេងដាក់ក្បាលមីក្រូយកតែម្ដ ជា ង ងយកតែមក ហ្នឹងហើយគេចង់ស្ដាប់បទហ្នឹងឡើងវិញគេមកប្រគំថតច្រៀងម្ដងទៀតហ្នឹងហើយអញ្ចឹងបទនេះគឺថតគឺបាននិពន្ធតាំងពីទសវត្សរ៍ទី50តែមិនទាន់បានថតជាផ្លូវការទេ បាទ មិនទាន់បានថតជាថាសមិនទាន់បានថតជាកាសែត បាទ ហើយរហូតដល់ទសវត្សរ៍ឆ្នាំ60ពេលហ្នឹងខ្មែរយើងមានចម្រៀងអាចថតផ្ដិតជាថាសបានក៏ពេលហ្នឹងលោកពៅសុភ័ក្រតយកបាត់ហ្នឹងមកថតទៀតគាត់និពន្ធបាត់ផ្សេងទៅដូចជាអីស្ទឹងសម្ងាត់តាំងពីឈប់និយាយពីរឿងស្នេហ៍ប្រត់ទាំងស្រឡាញ់ហើយនឹងបាត់ផ្សេងទៀតអោដួងតារាខ្ញុំមើលជាដើមក៏ប៉ុន្តែបាត់ស្លឹកឈើចាក់មេក៏អត់បានយកមកថតជាផ្លូវការទៀត បាទ រហូតដល់ឆ្នាំ1974ដូចខ្ញុំលើកឡើងកាលពីសប្តាហ៍កន្លងទៅដែរពេលហ្នឹងលោកពៅសុភ័ក្រក៏អត់សូវរវីរវល់រឿងចម្រៀងតែងនិពន្ធអីទេកាលទសវត្សរ៍ទី50អត់សូវមានអ្នកនិពន្ធច្រើនទេ បាទ អញ្ចឹងគាត់ដូចថាមានស្នាដៃហ្នឹងច្រើនព្រោះអត់មានអ្នកនិពន្ធនៃលោកវ៉ៃហូក៏មិនទាន់ចេញគង់មិនឈឿនក៏មិនទាន់មានលោកអ៊ុយហេលលោកហេងហូវែងលោកម៉ាក់ឈួនឬក៏លោកអ៊ុំអ៊ួនអីគឺអត់ទាន់បានចេញសោះអ្នកនិពន្ធចំនួនហ្នឹងគឺអ្នកនិពន្ធរៀងច្បងគេមានតែលោកពៅសិភៅលោកភូមិបុផាហើយលោកម៉ាលពី បាទ ហើយនឹងលោកម៉ែប៊ុន បាទ ហើយនឹងលោកយ៉ងឈៀងហៅសមេរិទ្ធីតែប្រហែលអ្នកហ្នឹងទេទសវត្សរ៍ទី50ពួកគាត់គឺជារៀមច្បងចំនួនទី1នៅពេលចូលទសវត្សរ៍ទី60បាទមានអ្នកនិពន្ធមកច្រើន ហូហែ បាទពេលហ្នឹងមានលោកវ៉យហូមានលោកគុំមិនឈឿនចេញឆ្នាំ63ហើយបន្តមកមានលោកម៉ាក់ឈួនលោកអ៊ុយហេលហើយនឹងអ្នកនិពន្ធផ្សេងទៀតហើយដល់ពេលទសវត្សរ៍ទី60ពេលហ្នឹងប្រទេសយើងកំពុងរីកចម្រើននៅក្នុងសម័យសង្គមរាស្ត្រនិយមលោកពៅសិភ័ក្រក៏អត់សូវបានប្រឡូកខាងសិល្បៈច្រើនទេព្រោះគាត់ជាមេប៉ូលីស បាទ ចឹងប្រាក់ខែគាត់ច្រើនគាត់រវល់រឿងកិច្ចការងារ សន្តិសុខ បាទសន្តិសុខ សង្គម បាទអញ្ចឹងអត់ទៅរវល់ដូចទសវត្សរ៍ទី50ទេព្រោះគាត់គិតថាអ្នកនិពន្ធក៏មានច្រើនអញ្ចឹងការងារគាត់ការប៉ូលីសនោះក៏ធំផងអញ្ចឹងក៏អត់ទៅរវល់ទេហើយរហូតដល់ស្មាយលូណុលគាត់ផ្លាស់ពីខាងប៉ូលីសនៅខាងក្រសួងរាជតម្រួតភិរមហ្នឹងគាត់ចូលទៅខាងកងរាជអាវុធហត្ថ PM វិញហើយពេលហ្នឹងក៏គាត់នៅតែកាន់ធំដដែលតែមេ PM ណាមេកងរាជអាវុធហត្ថអញ្ចឹងក៏អត់ទៅរវល់ការងារទៀត បាទ ដល់ពេលឆ្នាំ74ហ្នឹងហើយបានលោកវ៉ៃហូខែថាកែផលិតកាសែត បាទ គាត់តែងលោកវ៉ៃហូតែងច្រើនទិញជំរាបពីគេច្រើនដល់ពេលហើយបានមកតាក់ទងលោកពៅសិភៅហ្នឹង បាទ តាំង73 74បងឯងបញ្ចេញមកខ្សែពីរខ្សែគេមើលពួកវ៉ៃហូក៏ធំម្នាក់ឲ្យច្រើនណា បាទ តែគាត់ខាងឈ្មួញផលិតកាសែតនិពន្ធចម្រៀងលក់ អាជីព ទិញចម្រៀងបាទអាជីព បាទ ហើយដល់ពេលហើយគុំមិនឈឿនគាត់ធ្វើមកវល់ពីវល់ប្រកបលោកស្វាយមើលមកវល់ពីវល់ប្រកបអ៊ុយហេល 3 4 កាសែតទៅហើយលោកម៉ែប៊ុនប្រហែលកាសែតទៅហើយអ្នកនិពន្ធផ្សេងទៀតដូចជាម៉ាលវីលោកញ៉ាំផុនហៅកុកលោកអុកសំអាតហ្នឹងគាត់ចេញមួយខ្សែពីរខ្សែគ្រប់គ្នាដល់ពេលពៅសិភៅក៏អត់តាន់មានទេអញ្ចឹងបានវ៉ៃហូដឹងនឹកឃើញមិនតែតាក់ទងលោកពៅសិភៅ បាទ តែបងឯងជួយមួយខ្សែពីរខ្សែមកឲ្យខ្ញុំមើលអញ្ចឹងឯពេលហ្នឹងបានលោកពៅសិភៅបានរៀបថតនិពន្ធចម្រៀងនោះជាកាសែតអង្គីហើយគាត់និពន្ធបានចម្រៀងច្រើនណាសម្រាប់ផលិតជាកាសែតហ្នឹង បាទ ហើយនៅមានចម្រៀងមួយចំនួនដែលគាត់និពន្ធតាំងពីទសវត្សរ៍ទី50ដែលមិនទាន់ថតខាសហ្នឹងគាត់ ប្រមូលមក មកវិញមកកែសម្រួលជាថ្មីបាទដើម្បីថតជាផ្លូវការ បាទ ហើយចម្រៀងមុនគឺអត់បានថតទេដោយចម្រៀងមុនដូចជាព្រែកឯងអស់សង្ឃឹមអាស្រុកឈើចាក់មេឃសំឡេងរៃពេលល្ងាចបាត់ហ្នឹងសិតតែថតតាំងពីទសវត្សរ៍ទី50តែអត់បានថតជាផ្លូវការដល់ពេលឆ្នាំ74លោកវ៉យហូមកហៅគាត់ឲ្យជួយហ្នឹងបានគាត់ប្រមូលបទទាំងអស់ហ្នឹងមកនិពន្ធមករៀបសម្រួលជាថ្មីហើយថតអក្សរជាផ្លូវការ បាទ ហើយស្លឹកឈើយ៉ាក់មីក៏អញ្ចឹងគាត់យកមករៀបសម្រួលទៅហើយបានថតនៅឆ្នាំ1974ហ្នឹងបញ្ចូលទៅក្នុងកាសែតរបស់គាត់ដោយសារលោកវ៉យហូ
មកឲ្យគាត់ថតជាខ្សែហ្នឹងបានគាត់ឃើញលោកវ៉ៃហូដាក់ឈ្មោះខ្សែវ៉ៃហូលេខ1លេខ2លេខ3គាត់ដាក់ឈ្មោះខ្សែពើសិភោទី1ទី2គេដែរអញ្ចឹងនេះជាប្រវត្តិនៃបទស្លឹកឈើចាក់មេឃដែលជាបទមួយដ៏ចំណាស់តាំងពីទសវត្សរ៍ទី50តែទើបតែត្រូវបានច្រៀងថតជាកាសែតជាផ្លូវការនៅឆ្នាំ1974បាទដែលលោកពៅសិភោបានរៀបចំឲ្យប្រគល់ឲ្យលោកស៊ីនស៊ីសមុទ្រច្រៀងតាំងពីទសវត្សរ៍ទី50ក៏លោកស៊ីនស៊ីសមុទ្រច្រៀងតែបទហ្នឹងមានន័យថា ដើម្បីឆ្នាំ74បានគាត់លើកយកមកថតការឡើងវិញហើយបន្សល់ទុករូបរាងឲ្យយើងស្ដាប់ដល់បច្ចុប្បន្នហើយបទខ្លះគាត់និពន្ធតាំងពីទសវត្សរ៍ទី50ដែរតែវាបាត់បង់ដល់រាល់ថ្ងៃដោយសារគាត់បានយកមកថតជាផ្លូវការអញ្ចឹងណានេះគុំបានថាលោកវ៉យហូមកទិញណាបាទអញ្ចឹងនេះជាប្រវត្តិបាទនៃបទស្លឹកឈើចាក់មេឃជារឿយនៅពេលដែលបងប្អូន ខ្ញុំជឿថាលោកអ្នកបានបង្ហាញ ចម្រៀងមរតកដើមមិនថាបទចំណងជើងអ្វីក៏ដោយអញ្ចឹងបងប្អូនអរគ្នាអត់បានសិញ្ជឹងគិតមើលថាតើប្រភពនៃបទចម្រៀងបទនេះមានប្រភពមកពីណាហើយថាតើកវីនៃនិពន្ធយើងគឺតាក់តែងក្នុងគោលបំណងអ្វីក្នុងជើងដៅអ្វីដើម្បីគ្រាន់តែស្ដាប់ឬក៏ដើម្បីបន្សល់ទុកនូវស្នាដៃចិត្តឲ្យក្មេងជំនាន់ក្រោយបានដឹងដូចខ្ញុំជាដើមនេះជាក់ស្ដែងនៅក្នុងបទចម្រៀងរបស់ទៀតសោតក៏បង្ហាញអំពីស្នាដៃនៃមរតកដើមក៏ដូចបង្ហាញអំពីទឹកដៃដ៏ល្អឯកគ្មានពីរដែរ174នឹងផងហើយគេក៏បានលើកពីលោកពៅសិភោដែរដែលគាត់និពន្ធចម្រៀងមកកាសែតនឹងហើយគាត់យកទៅឲ្យគេធ្វើអត្ថាធិប្បាយឃោសនាតាមវិទ្យុផ្សព្វផ្សាយពីចម្រៀងរបស់គាត់ដែលគេបានអត្ថាធិប្បាយភ្ជាប់នឹងឈ្មោះរបស់គាត់អរគុណដល់លោកពៅសិភោទៀតតែប្រហែលជាមានផលិតសមិទ្ធករផលិតកាសែតក្រោយផ្ដល់ជូនឲ្យខាងក្រុមគេអត្ថាធិប្បាយទៀតណាស្លឹកឈើចាក់មេឃគឺជាសំនៀងដើមភ្លេងដើមហើយអត្ថាធិប្បាយក៏ដើមដែរបាទហើយមួយទៀតចំពោះលោកពៅសិភោតាក់ទងអំពីបទស្លឹកឈើចាក់មេឃនេះដែរខ្ញុំក៏បានចាប់អារម្មណ៍ដែរចំពោះថាអត្តសញ្ញាណរបស់គាត់ចូលចិត្តយកពាក្យស្ទឹងមួយមកធ្វើជាចំណងជើងចម្រៀងក៏ដូចជាតាក់តែងចម្រៀងរបស់គាត់ដូចជាស្ទឹងខៀវស្ទឹងសម្ងាត់ស្ទឹងស្លាគូហើយខកខ្លួននៅស្ទឹងមានជ័យហើយមួយទៀតគឺគាត់ចូលចិត្តយកពាក្យស្លឹកឈើហ្នឹងដូចជាបទនេះគាត់ប្រើថាស្លឹកឈើចាក់មេឃហ្នឹងហើយហើយដល់ពេលបទមួយទៀតគឺអូនគង់ដឹងខ្លួនលោកពៅសិភោក៏បានយកបទហ្នឹងទៅបញ្ចូលទៅពាក្យស្លឹកឈើចាក់មេឃទៅបញ្ចូលក្នុងហ្នឹងដែររៀមអង្វរស្រីសូមក្តីមេត្តាវាសនារៀមដូចស្លឹកឈើចាក់មេឃបាទរៀមលងក្តីស្នេហ៍ស្រីលងទឹកភ្នែកតែឲ្យយំស្រែកស្រែកប្រាប់អ្នកណាគាត់ចូលចិត្តប្រើអត្តសញ្ញាណពាក្យស្លឹកឈើអញ្ចឹងបើយើងស្ដាប់ឲ្យតាមដានស្នាដៃកវីនិពន្ធមួយគឺយើងអាចដឹងបានអត្តសញ្ញាណតែបាទអញ្ចឹងតាមរយៈបទស្លឹកឈើចាក់មេឃដ៏សាញ់ពីរោះហើយជាបទដែលមានប្រវត្តិដ៏ចំណាស់ជាងកន្លះសតវត្សនេះខ្ញុំបាទសេងតារាក៏សូមឧទ្ទិសជូនដល់ម្ចាស់ស្នាដៃនិពន្ធហើយគឺជាកវីជើងចាស់មុនគេគឺជាគ្រូផ្ទាល់របស់អធិរាជសម្លេងមាសស៊ីនស៊ីសមុទ្រគឺលោកពៅស៊ីភោជាអ្នកស្រុកកោះស្ទឹងខេត្តកំពង់ចាមដែលលោកបានចែកឋានទៅហើយនៅក្នុងសម័យប៉ុលពតក៏ប៉ុន្តែទោះយ៉ាងណាស្នាដៃរបស់លោកនៅតែបន្តរស់រវើកជានិច្ចរហូតដល់បច្ចុប្បន្នដែលមានចំនួនរាប់រយបទហើយក៏សូមឧទ្ទិសជូនដល់ម្ចាស់ស្នាដៃខាងដឹកភ្លេងគឺលោកហាសាឡនដែលជាតន្ត្រីករវីឡុងដ៏ល្បីល្បាញនៅជំនាន់នោះហើយដែលបានកូដនៅក្នុងបទនេះព្រមទាំងម្ចាស់សម្លេងខ្លុយបាទខ្ញុំភ្លេចរៀបរាប់បាញ់មិញគឺមានសម្លេងខ្លុយនៃបទស្លឹកឈើចាក់មេឃគឺអធិរាជខ្លុយដៃយិនិកានបាទដែលគាត់បានផ្លុំយ៉ាងពិរោះនៅក្នុងបទនេះអមដោយវីឡុងលោកហាសាឡនផងហើយចុងក្រោយសូមឧទ្ទិសជូនដល់ម្ចាស់សម្លេងមាសគឺលោកស៊ីនស៊ីសមុទ្រដែលបានច្រៀងយ៉ាងពិរោះឲ្យយើងសំណោះទៅដល់សម័យដ៏រុងរឿងនាចំនួនសង្គមរាស្ត្រនិយមបាទអរគុណលោកស្រីនាងកញ្ញាជាទីគោរពនិងជាទីមេត្រីបាទកម្ម